ប្រទេសសៀមបានទទួលទណ្ឌកម្មបន្ទាប់ពីធ្វើការឈ្លានពានមកកាន់កម្ពុជាដោយប្រើយន្តហោះចម្បាំង F16 បានធ្វើការទម្លាក់គ្រាប់បែកផ្ដាច់ស្ពានមួយកន្លែងនៅស្រុកថ្មដាខេត្តពោធិ៍សាត់ហើយនេះគឺជាព័ត៌មានគ្រោះថ្នាក់ដ៏រន្ធត់បាទគឺធ្វើការបាក់ស្ពានសង្កត់ឡាន2គ្រឿងយ៉ាងធ្ងន់ធ្ងរបាទគឺឡានដឹកដីហ្នឹងគឺបុកស្ពានថ្មើរជើងកាត់ផ្លូវបានបណ្ដាលឲ្យសង្កត់រថយន្តនឹងធ្វើការកកផ្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរនៅខេត្តសមុទ្រប្រការបាទនេះគឺជាព័ត៌មាននៅថ្ងៃនេះផងដែរថ្ងៃទី18ខែធ្នូឆ្នាំ2025អញ្ចឹងកម្ពុជាពិតជាមានមែនបន្ទាប់ពីធ្វើការផ្ដាច់ស្ពាននៅប្រទេសខ្មែរឥឡូវយើងបកទៅវិញហើយគឺកម្ពុជាអត់ចាំយូរទេបាទយើងចូលទៅដល់ព័ត៌មានទាំងអស់គ្នាបាទដែលគ្រោះថ្នាក់ដ៏រន្ធត់បាទគឺឡានដឹកដីមួយគ្រឿងបាទគឺបុកស្ពានថ្មើរជើងឆ្លងកាត់ផ្លូវបានបណ្ដាលឲ្យបាក់សង្កត់រថយន្ត2គ្រឿងនិងកកស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរនៅខេត្តសមុទ្រប្រការនៅថ្ងៃនេះផងដែរនៅព្រឹកថ្ងៃទី18ខែធ្នូឆ្នាំ2025មានករណីគ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើងនៅលើកំណត់ផ្លូវបាងណានៅត្រង់ចំណុចគីឡូម៉ែត្រលេខ33-34នៅខេត្តសមុទ្រប្រការនៅពេលដែលស្ពានអាកាសថ្មើរជើងបានបាក់ចុះសង្កត់រថយន្ត2គ្រឿងកំពុងតែធ្វើដំណើរអានេះបើតាមសង្កេតព័ត៌មានហ្នឹងគឺមានរថយន្តដឹកដីបាទគឺរថយន្តដឹកដីវាមិនបើកគូតក្រោយដើម្បីដាក់ដីចុះហើយវាបើកទៅអត់មើលហើយរកជឹះទៅបុកនឹងអាស្ពានកាត់ផ្លូវហ្នឹងបានបណ្ដាលឲ្យសង្កត់រថយន្តហ្នឹងហើយមានរថយន្តមួយគ្រឿងទៀតក៏ដឹកពងទាហ្នឹងគឺសង្កត់ចំពីលើហើយមិនតិចតនេះគឺតិចតែម្ដងឥឡូវយើងចូលទៅដល់ព័ត៌មានអត់ទាំងអស់គ្នាបាទគឺមូលហេតុបាក់ធំហ្នឹងគឺដោយមានរថយន្តប្រភេទដាំត្រុកបាទគឺជាប្រភេទដឹកគ្រឿងធុនដូចដឹកដីអញ្ចឹងណាបានបើកបរក្នុងស្ថានភាពលឿនហើយងើបទ្រង់ឡើងលើដូចខ្ញុំនិយាយពីដើមអញ្ចឹងហើយបានបើកទៅវាខ្ពស់ហើយវាបានបុកទង្គិចនឹងស្ពានអាកាសថ្មើរជើងយ៉ាងពេញទំហឹងបណ្ដាលឲ្យស្ពានហ្នឹងគឺបុកធ្លាក់ចុះក្រឹបតែម្ដងអានេះបើមានខ្ញុំមានវីដេអូធ្លាក់ឲ្យមើលអញ្ចឹងណាដែលទំហំនៃការខូចខាតនៅក្នុងហេតុការណ៍នោះផងដែរគឺស្ពានបានបាក់ធ្លាក់សង្កត់រថយន្តដឹកទំនិញនិងរថយន្ត pick up បាទហើយរថយន្ត pick up ហ្នឹងគឺដឹកពងទាពេញឡានបានបណ្ដាលឲ្យខូចខ្ទេចយ៉ាងដំណំនៅកន្លែងកើតហេតុហើយគ្រោះថ្នាក់ហ្នឹងបានបណ្ដាលឲ្យកកស្ទះចរាចរណ៍នៅពេលព្រឹកផងដែរនៅថ្ងៃទី18ខែធ្នូឆ្នាំ2025ថ្ងៃនេះផងដែរចំពោះជនរងគ្រោះនៅក្នុងហេតុការណ៍នោះផងដែរគឺព័ត៌មានដែលអាប់ដេតចុងក្រោយហ្នឹងគឺមានមនុស្ស3នាក់បានរងរបួសហើយមានមនុស្សជាប់នៅក្នុងរថយន្តនៅក្នុងផងដែរដែលទាមទារឲ្យក្រុមសង្គ្រោះប្រើប្រាស់ឧបករណ៍ដើម្បីកាត់ទាញយកពួកគេចេញបាទខ្ញុំមានវីដេអូដាក់ឲ្យមើលហើយចំពោះស្ថានភាពគ្រោះថ្នាក់បន្ថែមមានរបាយការណ៍បន្ថែមថាមានការលេចធ្លាយហ្គាសចេញពីរថយន្តដឹកទំនិញនៅកន្លែងកើតហេតុដែលអាចបង្កជាហានិភ័យមានការឆេះផងដែរអញ្ចឹងពួកគេក៏បានជួយសង្គ្រោះផងដែរហើយនេះគឺជាបាបកម្មមួយដែលប្រទេសថៃបានធ្វើមកដាក់កម្ពុជាហើយវាអត់ចាំយូរទេហើយព័ត៌មានខ្ញុំអាប់ដេតតាមព្រឹកតែខ្ញុំអត់មានពេលទៅនេះហើយទៅនេះខ្ញុំអាប់ដេតដល់គ្នាមើលអញ្ចឹងណាដែលចំពោះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍និងការអន្តរាគមន៍បាទគឺបច្ចុប្បន្នក្រមសង្គ្រោះបន្ទាន់និងមន្ត្រីពលរដ្ឋអគ្គិភ័យនិងរថយន្តស្ទូចកំពុងសម្រុកទៅកាន់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះជនរងគ្រោះនិងដោះស្រាយបញ្ហាដូចជាកាត់មនុស្សចេញអញ្ចឹងព្រោះមានមនុស្សម្នាក់ជាប់នឹងកន្លែងកើតហេតុផងដែរចំពោះផ្លូវចរាចរណ៍នៅទីនោះគឺមានការកកស្ទះដែលផ្លូវនោះគឺឆ្ពោះទៅកាន់ទីក្រុងបាងកកបាទត្រូវបិទទាំងស្រុងហើយមានការគ្រោះថ្នាក់ចរាចរណ៍នោះដោយសារបញ្ហាចរាចរណ៍នឹងបានធ្វើឲ្យមានការកកស្ទះជាខ្លាំងនៅកន្លែងកើតហេតុហើយព័ត៌មានខាងថៃបានគេអាប់ដេតឲ្យប្រជាពលរដ្ឋអ្នកដែលធ្វើដំណើរតាមផ្លូវហ្នឹងគឺត្រូវតែមានការជៀសវាងជិះផ្លូវហ្នឹងដើម្បីឲ្យក្រុមសង្គ្រោះក៏ដូចជាក្រុមអ្នកសង្គ្រោះបន្ទាន់ហ្នឹងគឺទៅដល់កន្លែងកើតហេតុបាទនេះគឺជាកើតហេតុមួយករណីគឺករណីថ្មីតែម្ដងគឺបាក់ស្ពានមិនដែលមានទេបាទទើបតែកើតឡើងថ្ងៃនេះផងដែរដោយសារតែខាងថៃហ្នឹងគឺជាប្រទេសមួយដែលថ្មិលហ្មងដែលឈ្លានពានទឹកដីកម្ពុជាដោយប្រើ F16 ដូចជាផ្ដាច់ជើងស្ពានមួយកន្លែងនៅស្រុកថ្មដាខ្ញុំចាំបានណាហើយមួយកន្លែងទៀតនៅខាងម្ដុំខេត្តឧត្តរមានជ័យអញ្ចឹងណាបានធ្វើឲ្យ
ដាច់ស្ពានហើយឥឡូវគឺកម្មពីអត់ចាំយូរទេបាទអានេះបើខ្ញុំសម្រាយមើលតាមវីដេអូបាទគឺមានរថយន្តមួយគ្រឿងជាប្រភេទរថយន្តដឹកដីណាគេហៅដាំត្រុកដែលជារថយន្តធំធ្ងន់ដែលវាអាចងើបក្បាលកតុយឡើងលើដាក់អីវ៉ាន់អញ្ចឹងដូចរថយន្តដឹកដីហើយបើទៅគឺអត់តម្លាក់អាក្រមដែលច្រឡំហ្នឹងគឺបែកទៅហ្នឹងបានបើទៅគឺងើបទៅបើប៉ះស្ពានហ្នឹងបានដល់ឲ្យដាច់ធ្លាក់ហើយកំឡុងពេលហ្នឹងឡានលបឿនលឿនណាផ្លូវហ្នឹងផ្លូវដូចជាផ្លូវខេត្តសមុទ្រប្រាការហ្នឹងគឺឆ្ពោះទៅទីក្រុងអញ្ចឹងផ្លូវលបឿនលឿនអញ្ចឹងបើទៅដាច់ស្ពានហើយជួនទៅពេលហ្នឹងគឺមានរថយន្ត pick up ស្របគ្នាហ្នឹងគឺប្រភេទដឹកអីវ៉ាន់ពងទាអញ្ចឹងហើយបានធ្លាក់សង្កត់នៅទីនោះផងដែរគឺមើលវីដេអូគឺរន្ធត់មែនទែនរន្ធត់កាយណារន្ធត់អញ្ចឹងណាហើយនេះគឺជាព័ត៌មានដែលខ្ញុំអាប់ដេតថ្ងៃនេះផងដែរដែលតាក់ទងទៅនឹងគ្រោះថ្នាក់ដ៏រន្ធត់ដែលរថយន្តដឹកដីហ្នឹងគឺបុកស្ពានថ្មើរជើងកាត់ផ្លូវបាទគឺធ្លាក់មកដុំហ្នឹងគឺចំរថយន្តបាទសង្កត់ហើយបានធ្វើឲ្យកកស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរនៅខេត្តសមុទ្រប្រាការបាទនេះគឺជាករណីថ្មីដែលខ្ញុំធ្វើការអាប់ដេតចុងក្រោយបាទហើយបើសិនជាមានករណីអីថ្មីទៀតខ្ញុំធ្វើការអាប់ដេតបន្តទៀតតាក់ទងទៅនឹងតើមានអ្នកគ្រោះថ្នាក់ប្រមាណស្លាប់ប្រមាណអីជាបន្តទៀតបាទអញ្ចឹងពីខ្ញុំបាទធ្វើញូវិសលមានតែប៉ុណ្្នឹងឯងបាទ